ទេសកម្ពុជាមានវឌ្ឍនភាពគួរឲ្យកត់សម្គាល់ក្នុងការបង្កើនការប្រើប្រាស់មធ្យោបាយបញ្ជាកំណើតប៉ុន្តែការមិនទាន់ឆ្លើយតបទៅនឹងតម្រូវការសេវារៀបចំផែនការគ្រួសារគឺស្ថិតនៅត្រឹងចាប់តាំងពីឆ្នាំ2014មកគឺប្រមាណ 11.5% ក្នុងចំណោមស្ត្រីដែលរៀបការហើយកត្តានេះបណ្ដាលមកពីបញ្ហាជាច្រើនរួមទាំងការយឺតយ៉ាវក្នុងការទទួលបានសេវាការគាំទ្រនិងព័ត៌មានជាបន្តបន្ទាប់ជាពិសេសនៅតំបន់ដាច់ស្រយាលដូចជានៅក្នុងខេត្តស្ទឹងត្រែងជាដើមសម្រាប់ម៉ាត់ស្រីហ្វាសនិងអ្នកជិតខាងរបស់នាងឧបសគ្គដូចជាបញ្ហាភូមិសាស្ត្រនិងបញ្ហាហិរញ្ញវត្ថុដូចជាការធ្វើដំណើរទៅកាន់មណ្ឌលសុខភាពគឺជាការធ្វើដំណើរដ៏លំបាកនិងចំណាយពេលយូរការប្រើប្រាស់សេវានិងទទួលបានព័ត៌មាននៅមានកម្រិតនេះគឺជាបញ្ហាប្រឈមមួយនៅក្នុងតំបន់ជនបទហើយក៏ជាកត្តានាំឲ្យមានតម្រូវការផែនការដែលមិនទាន់បានឆ្លើយតបខ្ពស់នៅតំបន់ជនបទដាច់ស្រយាលយើងទៅនឹងយើងបាទដូចថាយើងជិះម៉ូតូទៅយើងខ្លាចដែរហ្នឹងព្រោះអីសងខាងសិទ្ធិភ័យជួនកាលទៅមានអារម្មណ៍ដែរថាដូចអត់ចង់ប្រើតែបើអត់ប្រើទៅវាពិបាកខ្លួនឯងតែឥឡូវវាស្រួលហើយព្រោះអីតាំងពីហើយជា5 6ឆ្នាំហ្នឹងយើងមានដូចថាអ្នកដល់ឆ្នាំហ្នឹងនៅក្នុងភូមិអញ្ចឹងណាហើយមានខាងគ្រូខាងដូរទៅគឺការគេចោះមកអញ្ចឹងទៅការប្រើប្រាស់វិទ្យាកំណើតហ្នឹងចង់និយាយថាវាចំណេញពេលវេលាចំណេញទាំងការថែទាំកូនចំណេញទាំងពេលវេលាយើងរកស៊ីការងារយើងធ្វើជាការធ្វើអីអញ្ចឹងណាហើយសំខាន់គឺសុខភាពបើយើងវិធីយើងវិទ្យាបានកូនអាយុច្រើនចាំយើងយកទៀតទៅសុខភាពយើងល្អចាំយើងយកកូនអីហ្នឹងទៅមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន UNFPA ក្នុងភាពជាដៃគូជាមួយក្រសួងសុខាភិបាលបាននឹងកំពុងដោះស្រាយដោយផ្ទាល់នៅការបញ្ជាពេលទាំងនេះតាមរយៈកម្មវិធីផ្ដល់សេវានៅកម្រិតសហគមន៍យើងក៏មានយន្តការមួយចំនួនដែរគឺមួយគឺយើងពង្រឹងនៅចំណេះក៏ដូចជាជំនាញទៅដល់មន្ត្រីសុខាភិបាលយើងដែលទទួលបន្ទុកលើសេវាវិជ្ជាកំណើតនៅតាមមណ្ឌលសុខភាពហ្នឹងដោយបណ្ដុះបណ្ដាលពួកគាត់ចាទី1ហើយទី2គឺយើងជំរុញការសិក្សាទៅដល់សហគមន៍តាមរយៈការប្រជុំគណៈកម្មការមណ្ឌលសុខភាពក៏ដូចជាតាមឃុំហើយចំណុចទី3គឺពិសេសនោះគឺយើងមានភ្នាក់ងារដែលចែកចាយមធ្យោបាយវិជ្ជាកំណើតហ្នឹងនៅតាមសហគមន៍មួយក្នុងមួយភូមិគឺមានមួយរូបចាដើម្បីផ្ដល់ជូនទៅដល់ស្ត្រីដែលគាត់ពិបាកមកទទួលសេវាវិជ្ជាកំណើតនៅមណ្ឌលសុខភាពនៅខេត្តស្ទឹងត្រែងស្ត្រីរស់នៅក្នុងមូលដ្ឋានមានការបណ្ដុះបណ្ដាលដល់អ្នកស្ម័គ្រចិត្តអប់រំសុខភាពតាមសហគមន៍គឺដើម្បីផ្ដល់ប្រឹក្សានិងផ្ដល់មធ្យោបាយបញ្ជាកំណត់រយៈពេលខ្លីដល់ផ្ទាល់ទៅកាន់សហគមន៍របស់ពួកគេគំរូនៃការចូលរួមពីសហគមន៍និងការផ្សព្វផ្សាយនេះគឺជាវិធីសាស្ត្រផ្អែកលើសិទ្ធិដើម្បីធានាថាគ្មាននរណាម្នាក់ត្រូវបានទុកចោលទោះបីពួកគេរស់នៅទីណាក៏ដោយខ្ញុំតែងតែណែនាំគាត់តែវិភាសាជាមួយគ្រួសារមេគ្រួសារគាត់ទៅប្រាប់ពីអំពីការពជាកំណើតពីការយកកូនវាបែកដើម្បីឲ្យយើងងាយស្រួលក្នុងការរកស៊ីដើម្បីកាត់បន្ថយក្នុងជីវភាពរស់នៅក្នុងភូមិខ្ញុំវារៀងនៅឆ្ងាយពីតំបន់ដូចថាផ្សារពីអីចឹងខ្ញុំក៏ស្ម័គ្រចិត្តធ្វើដើម្បីបើថ្នាំខាងពជាកំណើតជូនពួកគាត់វាមាន3ប្រភេទថ្នាំ COC POP ស្រោមដល់ពេលគាត់ថាឧទាហរណ៍ថាគាត់ប្រើថ្នាំអត់ត្រូវទេយើងអាចណែនាំគាត់ទៅដាក់កង់ឬក៏ទៅដាក់ក្រោមកង់ក្នុងស្បែកឬក៏កង់ក្នុងស្បូនបាននៅទៅតាមមណ្ឌលសុខភាពកម្មវិធីការចូលរួមពីសហគមន៍គឺជាអន្តរាគមន៍ដ៏សំខាន់មួយដែលជួយស្ត្រីជិត 3000 នាក់ក្នុងឆ្នាំ2024និង2025នៅក្នុងភូមិដាច់ស្រយាលឲ្យទទួលបានសេវាដែលពួកគេត្រូវការតាមរយៈការនាំយកសេវាដោយផ្ទាល់ទៅកាន់សហគមន៍កម្មវិធីនេះបានជួយប្រទេសកម្ពុជាខិតទៅជិតគោលដៅការឆ្លើយតបពេញលេញចំពោះតម្រូវការនៃផែនការគ្រួសារវាជាសក្ខីភាពមួយនៃការចូលរួមពីសហគមន៍ដែលធានាថាប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិសម្រេចចិត្តចំពោះអនាគតរបស់ពួកគេផ្ទាល់